ជាមនុស្សមិនគោរពឪពុកម្ដាយរបស់គាត់តើអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាគ្រូបង្រៀនរបស់អ្នកដោយរបៀបណាសោះបាត់ចាស់មេដឹកនាំសម្ព័ន្ធរបស់ខ្ញុំធំធាត់នៅលើភ្នំបើដៃពិតជាអាក្រក់ណាស់ដើម្បីរកប្រាក់ចិញ្ចឹមជីវិតពួកគេអាចនិយាយកុហកណាមួយបាត់ចាស់សោះយើងបាននាំយ៉ានសុងត្រឡប់មកពីភ្នំវិញពួកគេត្រូវបានផ្ដល់អាហារនិងភេសជ្ជៈគាត់បានធ្វើបាបឆេវអេងគ្រប់ពេលវេលាពួកគេក៏ចង់លួចស្ត្រីនោះពីឆេវអេងដែរបាត់ចាស់សោះសម្ព័ន្ធភាពព្រះម្ចាស់ប្រសិនបើមិនមែនដោយសារឆេវអេងលួងលោមខ្ញុំបន្ទាប់ពីរឿងទាំងអស់នេះទេខ្ញុំចង់ស្លាប់ជាងសៀវមេងវាជាកំហុសរបស់ខ្ញុំដែលមិនបានការពារបងប្រុសរបស់ខ្ញុំខ្វះខាតសេចក្តីស្រឡាញ់ជាពិសេសការមានអ្វីដែលគាត់មិនអាចមានបានការប្រែក្លាយពណ៌ខ្មៅទៅជាជាមួយអ្វីដែលត្រូវនឹងអ្វីដែលខ្ញុំចំណាយពេល3ឆ្នាំដើម្បីមើលថាអ្នកទាំងអស់គ្នាគួរឲ្យស្អប់ខ្ពើមប៉ុណ្ណាវាជាកំហុសរបស់ខ្ញុំគ្មានបេះដូងនិយាយឲ្យត្រង់ទៅយើងបានចិញ្ចឹមបីបាច់ថែរក្សាអ្នកយ៉ាងយកចិត្តទុកដាក់ឯងមិនដឹងគុណដល់ថ្នាក់ហើយយើងថាកណ្ដុរម្លេះមិនដឹងគុណការត្រៀមខ្លួនរយៈពេល3ឆ្នាំរបស់អ្នកស្ទើរតែសម្លាប់គ្រូរបស់ខ្ញុំប៉ុន្តែនៅក្នុងភាពលាក់ពុតនេះការប្រែក្លាយពណ៌ខ្មៅទៅជាពណ៌ពិតជាលាក់ពុតណាស់អ្វីអ្នកពិតជាបានព្យាយាមសម្លាប់អ្នកណែនាំរបស់ខ្ញុំមែនអ្វីតើមានអ្វីកើតឡើងពិតប្រាកដពួកគេបានរុញគ្រូចុះពីលើច្រាំងថ្មជើងទាំងពីរហើយនៅពេលដែលគ្រូស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពួកគេបានយកតម្រងនោមរបស់គ្រូចេញការចាប់រង្វាន់សម្រាប់ពិភពលោកមនុស្សសត្វត្រឆានតាមពិតពួកគេបានរៀបចំផែនការដាក់ទោសគ្រូរបស់ខ្ញុំដោយសារហេតុផលអាត្មានិយមរបស់ពួកគេឆ្នោតខ្ញុំមិនដែលរំពឹងថាការពិតនឹងដូចនេះទេសម្រាប់កូនប្រុសដែលត្រូវបានចិញ្ចឹមតើនាងអាចធ្វើបាបកូនប្រុសរបស់នាងបែបនេះបានដោយរបៀបណាអ្នកដែលនិយាយការពិតគឺពិតជាមនុស្សចម្លែកម្នាក់សូម្បីតែវិជាក៏មិនស្គាល់កូនប្រុសរបស់គាត់គ្រាន់តែមិនស័ក្តិសមធ្វើជាឪពុកម្ដាយទេភាពធ្ងន់ធ្ងរគឺជាអ្វីដែលខ្ញុំកាត់មកជាមួយខ្ញុំប្រាប់គាត់ឲ្យឆេវអេងបដូរតម្រងនំវិញក្រៅពីនេះពួកគេទាំងពីរនាក់នៅរស់រានមានជីវិតហើយឥឡូវតើនេះមិនមែនជាស្ថានភាពឈ្នះទេតើខ្ញុំអាចជាទេវតានៅលើផែនដីបានទេហើយថាមនុស្សធម្មតាជើងខ្វិនតម្រងនំត្រូវបានយកចេញគាត់ទំនងជាស្លាប់បាត់ទៅហើយប្រហែលជាគាត់ខឹងនឹងខ្ញុំនោះហើយជាមូលហេតុដែលពួកគេមិនចង់គ្រាន់តែចង់ឲ្យខ្ញុំស្លាប់ប៉ុណ្ណោះសម្ព័ន្ធភាពព្រះម្ចាស់បើអ្នកសុខចិត្តស្លាប់ដើម្បីគ្រួសារយ៉ាងយើងអាចយកមកវិញបានផ្ដល់ឲ្យគាត់ដោយស្មោះអស់ពីចិត្តនៅសេចក្តីស្រឡាញ់និងការលួងលោមគ្រប់គ្រាន់គាត់នឹងមិនច្រណែននឹងឆេវអេងឡើយពិតមកទៅគ្រូសាយ៉ានរបស់អ្នកកំពុងធ្វើបាបអ្នកដទៃដោយពឹងផ្អែកលើអំណាចរបស់អ្នកបានបោកប្រាស់ខ្ញុំហើយបានសន្យាជាមួយខ្ញុំមនុស្សអាក្រក់បែបនេះមិនសមនឹងធ្វើជាគ្រូសាគ្រូខ្ញុំទេតើធ្វើដូចម្ដេចទើបអាចមានមនុស្សគ្មានភាពខ្មាស់អៀនដូចអ្នកនៅលើលោកនេះហេតុអ្វីកញ្ញាវ័យអ្នកមិនអាចនិយាយអ្វីដោយមិនប្រុងប្រយ័ត្នបានទេគ្រូសាយ៉ានរបស់យើងអាចក្លាយជាអ្នករៀបចំព្រឹត្តិការណ៍ Heavenly Pale Snowmaid នោះមានន័យថាអ្នកបានទទួលការយល់ព្រមពីព្រះដ៏មានព្រះគ្រូសាយ៉ានរបស់យើងធ្វើតាមផែនការនៃភាពស្មោះត្រង់និងសុចរិតភាពដោយធម្មជាតិនិយាយឲ្យត្រង់ទៅតើអ្នកពិតជាចង់មើល Rekinction បង្កបញ្ហាដល់គ្រូសាយ៉ានរបស់ខ្ញុំមែនទេនិយាយឲ្យចំទៅប្រសិនបើអ្នកអាចឲ្យមេដឹកនាំសម្ព័ន្ធភាពវិនិយោគជាមួយគ្រូសាយ៉ានរបស់ខ្ញុំនឹងអនុញ្ញាតឲ្យអ្នករីករាយនឹងសេរីរុងរឿងនៃការក្លាយជាបងស្រីប្រសិនបើអ្នកសម្ដែងបានល្អខ្ញុំក៏អាចនាំអ្នកទៅគោរពវិញ្ញាណក្ខន្ធព្រះតិចគុណអមតៈបានដែរបងប្រុសច្បងឈប់មុខងល់នឹងការត្រាស់ដឹងរបស់ខ្ញុំមិនល្អសម្រាប់អ្នកដែរធ្ងន់ធ្ងរខ្ញុំប្រាប់អ្នកក្រុមហ៊ុន Yen Group មិនអាចខ្សែធនបានឡើយបើមិនដូច្នោះទេខ្ញុំនឹងប្រើអំណាចរបស់អតិទេពអមតៈអ្នកនឹងឆ្កែរបស់អ្នកនឹងត្រូវចំណាយការនិយាយដោយគ្មានការរឹតបន្តឹងតើអ្នកដឹងទេថាពិធីដ៏អស្ចារ្យនៃជំនាញតាវនេះត្រូវបានធ្វើឡើងសម្រាប់អ្នកណានេះជាមានរឿងអ្វីកើតឡើងនីហ្វីតើអ្នកទើបតែធ្វើអ្វីខ្ជះខ្ជាយពាក្យសម្ដីសូមឲ្យខ្ញុំពន្យល់បាត់ចាស់សោះគ្រូសាយ៉ានរបស់អ្នកមានចរិតមិនល្អនិងមិនមែនជាអ្នករៀបចំពិធីសម្ពោធទេនេះគឺដើម្បីជំរាបជូនលោកអ្នកលុបចោលតួនាទីរបស់អ្នករៀបចំការប្រកួតប្រជែងតម្លៃកងវ៉ូសេនាធំបញ្ចប់ទេហេបានចេញសាយខ្ញុំនៅក្នុងគុជសេលេស្ទៀលគុជខ្ញុំវិញ្ញាណស៊ូកគុជខ្ញុំវិញ្ញាណស្ថានស៊ូកនឹងផែនដីដោយគ្មានទ្រព្យសម្បត្តិតើយើងមិនស័ក្តិសមនឹងការពេញចិត្តពីអមតៈទេពេលវេលាបានបាត់ទៅហើយការងូតទឹកឲ្យព្រះស្ដេចនៃមូសអាចផ្ដល់ឲ្យមនុស្សម្នាក់នៅរស្មីដ៏បណ្ដុះបណ្ដាលក្រៅការងារដ៏អស្ចារ្យគុលអមតៈចាំបាច់ត្រូវងូតទឹកដោយព្រះមហាក្សត្រយើងអាចរំលងការវិនិយោគពីកូនប្រុសដែលមិនគោរពប្រតិបត្តិប៉ុន្តែយើងមិនអាចដកហូតឋានៈជាអ្នករៀបចំរបស់យើងបានទេអ្នកគួរតែបញ្ចុះបញ្ចូលមេដឹកនាំនៃសម្ព័ន្ធភាព Chingshan ឲ្យដកបញ្ជារបស់គាត់ចេញយ៉ាងឆាប់ឆាវយ៉ាងនឹងក្លាយជាកូនប្រុសល្អរបស់យើងបងប្រុសច្បងយើងហៀបនឹងក្លាយជាសាច់ញាតិរបស់ទេពអប្សរគុជហើយអ្នកត្រូវតែប្រាប់លោកម្ចាស់ឲ្យប្រគល់ Spirit Orb មកខ្ញុំវិញតាមរបៀបនេះបងប្អូនទាំងពីរអាចគ្រប់គ្រងពិភពលោកជាមួយគ្នាបានកិច្ចសន្យាជាមួយ Fan Chin ចែងថាគ្មាននរណាម្នាក់អាចព្យាយាមស្វែងរកសិទ្ធិក្នុងនាមញាតិសន្តានបានយើងបានផ្ដាច់ចំណងរួចហើយមិនចាំបាច់និយាយបន្ថែមទៀតទេអញពិតជាគ្មានបេះដូងមែនឬមូលហេតុនៃការបណ្ដេញពួកគេចេញកុំបន្ធូរអារម្មណ៍ទេហេកុំម៉ាត់ស៊ូបងប្រុសរបស់អ្នកពិតជាមិនអាចរស់នៅដោយគ្មានពន្លឺសូមអនុញ្ញាតឲ្យយើងទៅឪពុកម្ដាយទាំងនោះគ្រាន់តែនិយាយរឿងដោយកំហឹងប៉ុណ្ណោះសូមអភ័យទោសដល់ឪពុកម្ដាយរបស់អ្នកឪពុកម្ដាយរបស់អ្នកគ្រាន់តែចង់ឲ្យបងប្រុសរបស់អ្នកមានសុខភាពថាគ្រួសារយ៉ានរបស់យើងនឹងសម្រេចបានជោគជ័យកាន់តែខ្លាំងបន្ទោសខ្ញុំអីបងប្រុសសូមអង្វរអ្នកខ្ញុំនឹងលុតជង្គង់នៅចំពោះមុខអ្នកសូមអនុញ្ញាតឲ្យយើងទៅបងប្អូនប្រុសច្បងខ្ញុំខុសហើយខ្ញុំនឹងមិនឆ្លោះជាមួយអ្នកម្ដងទៀតទេស្វាមីបងប្រុសទី2ឈីវចាអ្នកស្លាប់ហើយប្តីឲ្យប្តីប្រសិនបើមានអ្វីមួយកើតឡើងតើឪពុកម្ដាយរបស់អ្នកនិងខ្ញុំគួររស់នៅយ៉ាងដូចម្ដេចស្វាមី
សួននៅតែរងចាំអ្នកនៅផ្ទះសូមគម្រោងរបួសអីប្តីឲ្យប្រញាប់ឡើងបានបញ្ជូនទៅមន្ទីរពេទ្យគ្រូសាដ៏ស្រឡាញ់មួយណាគ្រូបន្ទាប់មកឈៀនឆាវយ៉ាងបានដើរតាមសរីរាង្គរបស់ខ្ញុំមានបុព្វថាមនុស្សធម្មតាមិនអាចទទួលយកបានទេអ្នកត្រូវបង់ថ្លៃសម្រាប់ការប្រើប្រាស់វាការប្រើប្រាស់លុយរបស់គ្រូដោយមិនមានការអនុញ្ញាតពីគ្រូពួកគេសឹមនឹងទទួលបានវាអ្វីទាំងអស់ដើរតាមគោលការណ៍នៃហេតុនិងផលនិងការចាប់ជាតិអ្វីមួយអ្នកត្រូវតែត្រៀមខ្លួនដើម្បីទទួលផលវិបាកមិនមែនពួកគេទាំងអស់គ្នាបានដកថយទេគ្រូចាប់តាំងពីការបង្កើតរបស់ខ្លួនក្រុមអក្រិតជនជាង 1000 នាក់ត្រូវបានរុះរើសមាជិកមានទីតាំងនៅទូទាំងពិភពលោកត្រៀមខ្លួនរួចរាល់ដើម្បីឲ្យគ្រូផ្លាស់ប្ដូរទីលំនៅនៅពេលណាក៏បានឈ្មោះសៀងធានមុតដូចដាវឈរក្បែរមនុស្សសាមញ្ញរក្សាមាគ៌ាសុចរិតដោយសារអ្នករៀបចំមិនទាន់បានជ្រើសរើសមកជាមួយខ្ញុំទៅកាន់ទីលានធំដើម្បីរៀបចំក្បួនដង្ហែបាត់ចាសោះខ្ញុំពិតជាមានសំណាងណាស់ដែលបានឃើញលោកគ្រូអ្នកគ្រូរៀបចំបានអ្នកអាចសិក្សានៅថ្ងៃនេះកម្លាំងរបស់ខ្ញុំគ្រប់គ្រាន់ដើម្បីកម្ចាត់ Kai Sheng Fan កុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង